លើថ្ងៃនេះនាងខ្ញុំលើកយកសៀវភៅមួយក្បាលមកធ្វើការសង្ខេបជូនអ្នកទាំងអស់គ្នាដែលមានចំណងជើងថា Positivity សៀវភៅនេះបង្រៀនយើងឲ្យចេះគិតវិជ្ជមាននិងរកសេចក្តីសុខក្នុងខ្លួនយើងឲ្យឃើញដោយមិនចាំបាច់ពឹងពាក់ទៅលើរបស់ក្រៅខ្លួនការដែលទទួលបាននូវសេចក្តីសុខពិតប្រាកដគឺស្ថិតនៅលើការរក្សាចិត្តឲ្យស្ងប់និងស្វែងរកជីវិតមួយដែលកាន់តែមានសុភមង្គលជាងមុនមានភាពឆ្លៀសវៃជាងមុនមានទ្រព្យសម្បត្តិនិងមានសុខភាពល្អជាងមុនកាលពីប៉ុន្មានឆ្នាំមុនមានស្ថានីយទូរទស្សន៍មួយបានថតវីដេអូសម្ភាសន៍មនុស្សជាច្រើនអ្នកនៅលើដងផ្លូវដោយសួរសំណួរតែមួយម៉ាត់ទេថាតើអ្នកមានក្តីសុខទេសំណួរនេះទទួលបានចម្លើយប្លែកជាច្រើនដែលធ្វើឲ្យកិច្ចសម្ភាសន៍នេះត្រូវបានគេយកមកចែករំលែកជាច្រើនដងនៅលើបណ្ដាញសង្គមធ្វើឲ្យមនុស្សជាច្រើនលានអ្នកមានការចាប់អារម្មណ៍ទៅលើសំណួរដ៏សាមញ្ញមួយនេះអ្នកមានក្តីសុខទេសំណួរនេះងាយសួរណាស់ប៉ុន្តែវាក៏ជាសំណួរមួយដែលធ្វើឲ្យមនុស្សគ្រប់គ្នាពិបាកនឹងឆ្លើយចេញដូចគ្នាដែរតែយើងមានក្តីសុខទេធ្វើយ៉ាងណាទើបយើងមានសេចក្តីសុខមនុស្សបែបណាទើបស័ក្តិសមនឹងទទួលសេចក្តីសុខនៅថ្ងៃនេះយើងមកស្ដាប់សេចក្តីសង្ខេបសៀវភៅមួយក្បាលនេះដែលមានចំណងជើងថាកម្លាំងវិជ្ជមានជាស្នាដៃនិពន្ធរបស់ Harry Ederson អ្នកនិពន្ធសៀវភៅនេះគឺជាទីប្រឹក្សាក្រុមហ៊ុនធំៗជាច្រើននិងធ្លាប់អង្គុយក្នុងកៅអីជាតំណែងក្រុមប្រឹក្សាភិបាលក្រុមហ៊ុនធំៗចំនួន125ក្រុមហ៊ុនវិនិយោគជាង150ក្រុមហ៊ុនជាអ្នកវិភាគហិរញ្ញវត្ថុដ៏លេចធ្លោមួយរូបគាត់ជាមនុស្សដែលមានលុយមានអំណាចនិងមានកេរ្តិ៍ឈ្មោះល្បីប៉ុន្តែកាលពីនៅតូចគាត់ក៏ជាកូនអ្នកក្រីក្រម្នាក់ដែរអាយុបាន1ខួបឪពុករបស់គាត់បានទទួលមរណភាពមានតែម្ដាយដែលជាអ្នកបោសសម្អាតឲ្យគេដើម្បីចិញ្ចឹមក្រុមគ្រួសារដែលមានកូន4នាក់ក្រុមគ្រួសាររបស់គាត់គឺក្រខ្លាំងមែនទែនត្រឹមតែម្ហូបអាហារ2ពេលក៏រកញ៉ាំមិនគ្រប់ដែរកាលពីនៅតូចគាត់ចង់លេងបាល់ក៏គ្មានលុយទៅទិញផងបានត្រឹមតែយកសម្រាមច្រកនៅក្នុងថង់ធ្វើជាបាល់ទាត់លេងតែប៉ុណ្ណោះគាត់បានខិតខំប្រឹងប្រែងតស៊ូរៀនរហូតចប់ថ្នាក់បណ្ឌិតហើយសម្រេចបាននូវសមិទ្ធផលដែលគាត់មាននៅក្នុងពេលសប្តាហ៍ថ្ងៃនេះតាមរយៈសៀវភៅមួយក្បាលនេះគាត់ចង់បង្ហាញប្រាប់អ្នកទាំងអស់គ្នាថាមនុស្សអាចចាប់ផ្ដើមពី0ទៅដល់100បានយ៉ាងលឿនហើយភាពក្រីក្រមិនអាចជាការរារាំងមនុស្សឲ្យទទួលបាននូវសេចក្តីសុខនោះឡើយចុះអ្វីទៅដែលរារាំងមនុស្សមិនឲ្យមានសុភមង្គលនោះអ្នកនិពន្ធបាននិយាយថានោះគឺបច្ចេកវិទ្យាអ្នកនិពន្ធយល់ថាបច្ចេកវិទ្យាធ្វើឲ្យមនុស្សខ្វះនូវសុភមង្គលវាអាចធ្វើឲ្យមនុស្សមានភាពងាយស្រួលប៉ុន្តែវាក៏អាចធ្វើឲ្យជីវិតប្រែទៅជាស្មុគស្មាញដែរឧទាហរណ៍ដូចជាទូរស័ព្ទឧបករណ៍នេះធ្វើឲ្យមនុស្សបង្កើតទំនាក់ទំនងជាមួយគ្នាបានងាយស្រួលជាងមុនប៉ុន្តែវាក៏ធ្វើឲ្យមនុស្សខ្វះនូវសេចក្តីសុខដែរអ្នកមានធ្លាប់ស្រមៃទៅកាលពី20ឆ្នាំមុនដែរទេនៅពេលដែលអ្នកនិងក្រុមគ្រួសារអង្គុយមើលទូរទស្សន៍ជុំគ្នាសើចក្អាកក្អាយនៅក្រោយពេលបាយរួចបរិយាកាសបែបនេះនៅមានទៀតដែរទេនៅពេលនេះម្នាក់គឺរវល់ជាមួយនឹងលេងទូរស័ព្ទព្រោះអ្វីដែលមាននៅក្នុងទូរស័ព្ទវាគួរឲ្យចាប់អារម្មណ៍ពេករហូតធ្វើឲ្យយើងភ្លេចរស់នៅក្នុងជីវិតជាក់ស្ដែងទៅហើយទូរស័ព្ទបានធ្វើឲ្យមនុស្សបាត់បង់នូវឯកជនភាពគេអាចដឹងគ្រប់យ៉ាងពីអ្នកថាអ្នកកំពុងធ្វើអ្វីទៅណាមកណាជួបអ្នកណាតាក់ទងទៅអ្នកណាខ្លះគឺគេដឹងទាំងអស់ភាគច្រើននៅពេលដែលមានបច្ចេកវិទ្យាថ្មីៗកើតមានឡើងតែងតែនាំមកនូវផលអវិជ្ជមានដោយកិច្ចមិនផុតនោះឡើយរហូតមកដល់ពេលនេះបណ្ដាញសង្គមស្ទើរតែជាអ្វីគ្រប់យ៉ាងទៅហើយអ្នកធ្លាប់បានអង្កេតមើលទេថានៅលើបណ្ដាញសង្គមតើរឿងអ្វីដែលងាយនឹងផ្សព្វផ្សាយលឿនពេញពិភពលោកនោះគឺរឿងអាស្រូវរឿងអវិជ្ជមានតែម្ដងតាមការពិសោធន៍បានឲ្យឃើញថារឿងអវិជ្ជមានមួយមានឥទ្ធិពលពី40ទៅ70ដងច្រើនជាងរឿងវិជ្ជមានមួយដែលបានកើតមានឡើងចុះបើមួយថ្ងៃអ្នកនៅតែជាមួយនឹងទូរស័ព្ទហើយតែងតែទទួលស្ដាប់និងមើលរឿងអវិជ្ជមានទាំងនោះអ្នកនឹងទទួលយកឥទ្ធិពលអវិជ្ជមានដោយមិនដឹងខ្លួនសួរថាតើអ្នកអាចនឹងមានសេចក្តីសុខដែរទេសួរបែបនេះអ្នកប្រកាសជានិយាយថាចុះបើសិនជាខ្ញុំបិទវាអត់មើលសោះទៅវាមិនបានទៅហើយក៏មិនអាចដែរបណ្ដាញសង្គមទាំងនោះនឹងនាំសម្ពាធមកកាន់អ្នកទាំងអស់គ្នាដូចគ្នា Harry Ederson បានសរសេរចេញនៅបណ្ដាញសង្គមទាំង7និងផលប៉ះពាល់របស់វាទៅលើសង្គមឧទាហរណ៍មួយដូចជា Facebook ក្រុមគ្រួសារមួយបានផុសរូបថតជុំគ្នាក្រុមគ្រួសារទាំងមូលទៅលេងនៅសមុទ្រនៅក្នុងបណ្ដាញសង្គមរបស់គេជាលទ្ធផលនៅពេលត្រឡប់មកផ្ទះវិញផ្ទះត្រូវបានគេគាស់លួចយករបស់របរអស់ស្ទើរតែគ្មានសល់ហេតុផលនេះអ្នកគួរតែយល់ហើយថ្ងៃក្រោយប្រយ័ត្នប្រយែងបន្តិចទៅមួយទៀតអ្នកប្រកាសជាស្គាល់ Snapchat បណ្ដាញសង្គមរបស់សហរដ្ឋអាមេរិកដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់គេផ្ញើសារសម្ងាត់ទៅកាន់មិត្តភ័ក្តិរបស់គេហើយវានឹងត្រូវបានលុបដោយស្វ័យប្រវត្តិនៅក្នុងរយៈពេលដ៏ខ្លីវាគួរឲ្យរំភើបណាស់បើមើលសារមិនតាន់ទេប្រកាសជាស្ដាយហើយមនុស្សគឺបែបនេះឯងឆ្ងល់នៅអ្វីដែលខ្លួនមិនតាន់បានឃើញចូលចិត្តតាមដាននៅអ្វីដែលខ្លួនមិនអាចប៉ះបានមើលបានកម្មវិធីនេះទទួលបានការគាំទ្រច្រើនណាស់ពីយុវវ័យនិងមានអ្នកប្រើប្រាស់ច្រើនជាង300លាននាក់រូបថតជាង4000លានសន្លឹកត្រូវបានគេផ្ញើទៅវិញទៅមកជារៀងរាល់ថ្ងៃនៅលើកម្មវិធីមួយនេះប៉ុន្តែទោះបីជាវាមានមុខងារនេះក៏ដោយពេលខ្លះវាត្រូវបានគេ screenshot ទុក
និងធ្វើជាសកម្មភាពអ្វីមួយដែលអាចបង្កជាគ្រោះថ្នាក់ទៅដល់អ្នកប្រើប្រាស់បានដែរទាំងនេះហើយគឺជាផលអវិជ្ជមានដែលបណ្ដាញសង្គមនាំមកឲ្យយើងទន្ទឹមទៅនឹងភាពងាយស្រួលនិងភាពសប្បាយរីករាយដែលយើងទទួលបានពីវាតោះយើងចូលមកដល់ខ្លឹមសារសំខាន់របស់យើងធ្វើយ៉ាងម៉េចឲ្យមានសុភមង្គលអ្នកនិពន្ធណែនាំថាដំបូងយើងត្រូវតែកាត់បន្ថយការប្រើប្រាស់បច្ចេកវិទ្យាដើម្បីកុំឲ្យវារាំងស្ទះដល់ដំណើរការនៃការស្វែងរកសេចក្តីសុខរបស់យើងហើយយើងត្រូវតែយល់ពីហេតុផលមួយថាសុភមង្គលគឺការចេញពីក្នុងចិត្តវាមិនពាក់ព័ន្ធទៅនឹងរឿងខាងក្រៅខ្លួននោះទេអារម្មណ៍របស់យើងមនោសញ្ចេតនារបស់យើងសុទ្ធតែកើតចេញមកពីចិត្តទាំងអស់ដូច្នេះហើយយើងត្រូវតែធ្វើចិត្តឲ្យបានបញ្ជាចិត្តឲ្យបាននោះសេចក្តីសុខវានឹងកើតមកដោយឯងចុះធ្វើយ៉ាងណាទើបអាចបញ្ជាចិត្តខ្លួនឯងបានទៅនៅទីនេះយើងនឹងលើកយកព្រឹត្តិការណ៍មួយដែលមានដើមកំណើតមកពីពេទ្យយោធាសញ្ជាតិអាមេរិកម្នាក់លោកមានឈ្មោះថា Henry ព្រឹត្តិការណ៍នេះក្រោយមកគេបានឲ្យឈ្មោះថាឥទ្ធិពលនៃថ្នាំសណ្ដំ Henry គឺជាគ្រូពេទ្យព្យាបាលយោធាដែលរងគ្រោះដោយសង្គ្រាមនៅសម័យសង្គ្រាមលោកលើកទី2នៅថ្ងៃមួយថ្នាំស្ពឹករបស់គាត់បានប្រើអស់គាត់មិនអាចចាក់ឲ្យយោធាដើម្បីធ្វើការព្យាបាលរបួសបានទេគាត់គ្មានវិធីទេគាត់ក៏បានយកសេរ៉ុមប្រៃមកចាក់ហើយនិយាយកុហកទៅកាន់យោធាដែលរងរបួសថានេះគឺជាថ្នាំស្ពឹកជាលទ្ធផលមានយោធារហូតដល់ទៅ 40% យល់ថាគាត់ពិតជាមិនមានការឈឺចាប់ទេនៅពេលដែលដេកមុខរបួសនោះនៅពេលចប់សង្គ្រាមលោកលើកទី2មានមនុស្សជាច្រើនបានធ្វើការរិះគន់ខ្លាំងៗទៅលើរូបលោកប៉ុន្តែក្រោយមកមានការស្រាវជ្រាវជាច្រើនបានធ្វើការបកស្រាយទៅលើរឿងនេះដែលបានបញ្ជាក់ថាអ្វីដែលគាត់ធ្វើគឺពិតជាមានហេតុផលព្រឹត្តិការណ៍នេះគេឲ្យឈ្មោះថា placebo effect តាមពិតទ្រឹស្ដីនេះត្រូវបានគេរកឃើញជាយូរយារណាស់មកហើយដែលត្រូវបានគេស្គាល់ថា the Hawthorne effect ដែលទ្រឹស្ដីនេះកើតចេញមកពីការធ្វើពិសោធន៍មួយរបស់ក្រុមហ៊ុន GE អ្នកគ្រប់គ្រង GE បាននិយាយថាដើម្បីបង្កើនប្រសិទ្ធភាពការងារនិងធ្វើឲ្យបរិយាកាសការងារកាន់តែប្រសើរជាងមុនក្រុមហ៊ុនបានធ្វើការកែប្រែភ្លើងបំភ្លឺឲ្យកាន់តែភ្លឺជាងមុននិងប្តូរប្រព័ន្ធម៉ាស៊ីនត្រជាក់ថ្មីជាលទ្ធផលប្រសិទ្ធភាពការងារបានកើនឡើងជាងមុនមែនប៉ុន្តែជាក់ស្ដែងគេមិនបានធ្វើអ្វីនោះទេប្រព័ន្ធភ្លើងនិងម៉ាស៊ីនត្រជាក់ក៏មិនបានប្តូរថ្មីនោះដែរគ្រាន់តែបុគ្គលិកខំធ្វើការជាងមុនដោយសារតែឮក្រុមហ៊ុនថាបានធ្វើការផ្លាស់ប្តូរបរិយាកាសការងារឲ្យប្រសើរជាងមុនតែប៉ុណ្ណោះនៅក្នុងការពិសោធន៍ស្រដៀងគ្នានេះជាច្រើនផ្សេងទៀតគេបានផ្ដល់នូវវត្ថុលួងលោមចិត្តមួយចំនួនជំនួសឲ្យថ្នាំព្យាបាលពិតប្រាកដទៅកាន់អ្នកជំងឺដែលមានដូចជាស្ករកៅស៊ូឬក៏ចាហ៊ួយអេជាដើមហើយប្រាប់ទៅកាន់អ្នកជំងឺថានេះគឺជាថ្នាំព្យាបាលជាលទ្ធផលពិតជាធ្វើឲ្យស្ថានភាពអ្នកជំងឺមានការធូរស្បើយខ្លះពិតមែនផ្ទុយមកវិញនៅក្នុងការព្យាបាលនោះដែរប្រសិនអ្នកដែលជាគ្រូពេទ្យឬក៏ជាកលិនោបតាជិកាប្រាប់ទៅកាន់អ្នកជំងឺថាវាអាចនឹងមានគ្រោះថ្នាក់ឬក៏វាអាចនឹងមានផលប៉ះពាល់មិនល្អអ្នកជំងឺនឹងមានស្ថានភាពកាន់តែយ៉ាប់យ៉ឺនទៅដូចគ្នាដូចជាក្នុងករណីមួយគេបានធ្វើការពិសោធន៍ទៅលើអ្នកទោសម្នាក់ដែលត្រូវបានចាប់យកមកសួរចម្លើយគេបានយកអ្នកទោសនោះទៅដាក់នៅក្នុងបន្ទប់មួយហើយចងដៃគាត់ទៅខាងក្រោយនិងយកក្រណាត់ខ្មៅមកចងមុខគាត់គេបានយកកាំបិតទៅអានៅលើទឹកកកឲ្យទឹកស្រក់តក់ធ្វើត្រាប់ជាដំណក់ឈាមដែលស្រក់ហើយបាននិយាយកុហកទៅកាន់អ្នកទោសនោះថាយើងបានកាត់ផ្ដាច់សរសៃឈាមរបស់អ្នកហើយ5ម៉ោងក្រោយមកអ្នកទោសនោះក៏បានស្លាប់គឺស្លាប់ដោយសារតែគាត់ភិតភ័យពេកតាមពិតទៅគេមិនបានអាដៃរបស់គាត់នោះទេការពិសោធន៍នេះបញ្ជាក់ថាការគិតរបស់អ្នកគឺពិតជាសំខាន់បើអ្នកគិតពីរឿងវិជ្ជមានភាពសន្តិនិយមជីវិតរបស់អ្នកក៏នឹងពោរពេញទៅដោយសេចក្តីសុខដែរដែលវានឹងធ្វើឲ្យសកម្មភាពប្រចាំថ្ងៃរបស់អ្នកកាន់តែមានថាមពលជាងមុនចុះធ្វើដូចម្តេចទៅទើបអាចឲ្យជីវិតរបស់យើងសកម្មនិងពោរពេញទៅដោយក្តីសង្ឃឹមនោះអ្នកនិពន្ធបានបង្ហាញផ្លូវយើងថាយើងត្រូវយកចិត្តទុកដាក់ទៅលើដំណោះស្រាយមិនមែនទៅលើបញ្ហានោះទេកាលពី20ឆ្នាំមុន Harry Alderson បានជួបជាមួយនឹងស្ត្រីម្នាក់ដែលគាត់មានបញ្ហាផ្លូវចិត្តបាត់បង់ការងារធ្វើគ្រួសារបែកបាក់ជីវិតរស់នៅគ្មានន័យហើយគាត់ចង់ធ្វើអត្តឃាត Harry បានផ្ដល់នូវយោបល់ទៅកាន់ស្ត្រីរូបនោះឲ្យនាងសរសេរចេញនៅបញ្ហាដែលនាងបានជួបប្រទះនៅលើក្រដាសម្ដងមួយហើយនៅពីក្រោយបញ្ហាទាំងនោះសរសេរចេញនៅដំណោះស្រាយដែលនាងអាចរកនឹកឃើញបន្ទាប់មកចាប់ផ្ដើមអនុវត្តនៅដំណោះស្រាយទាំងនោះក្រោយមកជីវិតរបស់នាងក៏បានប្រែជាប្រសើរឡើងវិញបញ្ហាទាំងនោះក៏បានដោះស្រាយមកវិញដូច្នេះប្រសិនបើអ្នកខិតខំប្រឹងធ្វើការងារហើយនៅតែមិនទទួលបានការទទួលស្គាល់អ្នកស្មុគស្មាញទៅនឹងការងារវាធ្វើឲ្យអ្នកគ្មានសេចក្តីសុខអ្នកអាចសាកល្បងផ្លាស់ប្ដូរការងារនោះចោលបើអ្នកឈឺចាប់ដោយសារតែអ្នកប្រកួតចាញ់គេអ្នកព្យាយាមបង្កើនសមត្ថភាពខ្លួនឯងដើម្បីត្រៀមក្នុងការប្រកួតបន្តបន្ទាប់ទៀតប្រសិនបើអ្នកស្ថិតនៅក្នុងទំនាក់ទំនងអាពាហ៍ពិពាហ៍មួយដែលមិនល្អអ្នកអាចពិចារណាថាអ្នកគួរតែលែងលះដែរឬអត់ឬក៏ស្វែងរកដំណោះស្រាយទៅលើបញ្ហាដែលកំពុងជួបប្រទះ
នៅពេលដែលអ្នកជួបបញ្ហាអ្នកប្រកាសជាមានអារម្មណ៍ថាមិនសប្បាយចិត្តអ្នកប្រកាសជាត្រូវការកន្លែងដើម្បីបញ្ចេញនៅអារម្មណ៍អវិជ្ជមានទាំងនោះអ្នកអាចបញ្ចេញវាបាននៅក្នុងរូបភាពដ៏សមស្របមួយកុំធ្វើឲ្យអ្នកដទៃឈឺចាប់ដោយសារតែបញ្ហារបស់យើងកុំស្ដីបន្ទោសកុំខឹងសម្បារកុំបំផ្លាញប៉ុន្តែអ្នកត្រូវដោះស្រាយវាដោយសន្តិវិធីនិងស្ងប់ស្ងាត់នេះទើបជាឫសគល់ពិតប្រាកដនៃសេចក្តីសុខអ្នកនិពន្ធបានបន្ថែមថាកំណត់គោលដៅតូចមួយឲ្យខ្លួនឯងនៅពេលដែលអ្នកសម្រេចវាបានអ្នកនឹងទទួលបាននូវអារម្មណ៍រីករាយមិនថារឿងនោះកំពេចកំពកប៉ុណ្ណានោះទេដូចជានៅថ្ងៃនេះត្រូវសម្អាតផ្ទះឲ្យស្អាតនៅថ្ងៃនេះត្រូវធ្វើម្ហូបឲ្យអ្នកផ្ទះញ៉ាំជុំគ្នានៅថ្ងៃនេះត្រូវធ្វើលំហាត់ប្រាណជាដើមគោលដៅតូចមួយដែលដាក់ឲ្យខ្លួនឯងនៅថ្ងៃនេះត្រូវធ្វើឲ្យហើយនៅក្នុងថ្ងៃនេះអ្នកក៏អាចកំណត់នៅគោលដៅរយៈពេលវែងរបស់អ្នកដូចជាពេលណារៀបការពេលណាបញ្ចប់ការសិក្សាពេលណាឡើងតំណែងជាដើមធ្វើបែបនេះដើម្បីបន្ថែមនៅអត្ថន័យជីវិតរបស់អ្នកហើយត្រូវខិតខំប្រឹងធ្វើវាឲ្យទទួលបានជោគជ័យគោលដៅទាំងនោះនឹងធ្វើឲ្យយើងរស់នៅកាន់តែមានន័យនិងធ្វើឲ្យយើងមានអារម្មណ៍ថាយើងនៅមានគោលដៅជាច្រើនទៀតដែលត្រូវសម្រេចនៅពេលដែលយើងធ្វើរឿងដែលយើងស្រឡាញ់វានឹងធ្វើឲ្យយើងកាន់តែមានក្តីសុខAbraham Lincoln បាននិយាយនៅពាក្យមួយម៉ាត់មានន័យណាស់នោះគឺអ្នកគិតថាអ្នកមានក្តីសុខប៉ុណ្ណាអ្នកនឹងមានក្តីសុខប៉ុណ្នោះនៅពេលដែលយើងសម្រេចចិត្តដើរទៅរកសុភមង្គលនោះសុភមង្គលនឹងលេចឡើងនៅតាមផ្លូវមួយនោះខ្លឹមសារខាងលើចង់បង្ហាញប្រាប់យើងថាគ្មានសេចក្តីសុខណាដែលស្មើទៅនឹងសេចក្តីសុខផ្លូវចិត្តផ្ទាល់ខ្លួនរបស់អ្នកនោះទេ Harry ក៏បានបង្ហាញផ្លូវ3ទៅកាន់សេចក្តីសុខនោះគឺធ្វើឲ្យខ្លួនឯងកាន់តែមានសុខភាពល្អកាន់តែឆ្លាតនិងកាន់តែមានន័យថាភាពឆ្លាតវៃសុខភាពល្អនិងភាពមានបានមិនមែនជាសេចក្តីសុខទេប៉ុន្តែវាគឺជាផ្លូវទៅកាន់សេចក្តីសុខដំបូងយើងមកនិយាយពីទំនាក់ទំនងរវាងសេចក្តីសុខនិងសុខភាពល្អ Harry យល់ថាសុខភាពល្អធ្វើឲ្យមនុស្សមានក្តីសុខបើនិយាយពីសុខភាពទ្រឹស្ដី placebo effect ខាងលើគឺមានប្រសិទ្ធភាពណាស់អ្នកខ្លះគ្រាន់តែកណ្ដាស់បន្តិចស្រាប់តែមានអារម្មណ៍ថាតិចខ្លួនឯងឈឺតិចដឹងចាប់ផ្ដើមភ័យចាប់ផ្ដើមមានអារម្មណ៍ថាខ្លួនឯងមានជំងឺគិតបែបនេះគឺមិនត្រឹមត្រូវទេជំនួសមកវិញអ្នកត្រូវឧស្សាហ៍ប្រាប់ខ្លួនឯងថាសុខភាពខ្ញុំល្អគ្មានជំងឺណាងាយមកបៀតបៀនខ្ញុំបានងាយនោះឡើយទោះបីជាពេលនោះអ្នកកំពុងតែឈឺក៏ដោយមានតែអ្នកខ្លួនឯងទេដែលអាចប្រាប់ខ្លួនឯងនិងប្រាប់រាងកាយថាខ្ញុំមិនអីឧស្សាហ៍ប្រាប់ខ្លួនឯងបែបនេះសារពាង្គកាយរបស់អ្នកផ្លូវចិត្តរបស់អ្នកក៏នឹងសហការយកឈ្នះនៅជំងឺទាំងពួងនោះបានដែរមនុស្សសុទ្ធតែអាចឈឺនៅថ្ងៃណាមួយវាគឺជារឿងមុននឹងក្រោយតែប៉ុណ្ណោះប៉ុន្តែអ្វីដែលសំខាន់គឺយើងត្រូវតែចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងព្រោះវាមានការជះឥទ្ធិពលផ្ទាល់ទៅកាន់ស្ថានភាពជំងឺរបស់ខ្លួនខ្ញុំយល់ថាហេតុផលនេះមិនចាំបាច់អ្នកនិពន្ធលើកឡើងក៏បានដែរអ្នកទាំងអស់គ្នាបានដឹងច្បាស់ណាស់គ្រាន់តែអ្នកខ្លះភ្លេចមិនបានអនុវត្តតែប៉ុណ្ណោះវិទ្យាសាស្ត្រកំពុងតែមានការរីកចម្រើនវិស័យសុខាភិបាលក៏មានរបបកំហើញថ្មីៗជាច្រើនដែរគេមានវីតាមីនមានអាហារបំពន់មាន stem cell និងបច្ចេកវិទ្យាថ្មីៗជាច្រើនទៀតដែលអាចជួយឲ្យយើងរស់នៅបានកាន់តែយូរសុខភាពកាន់តែល្អជាងមុនប៉ុន្តែចិត្តរបស់យើងអារម្មណ៍របស់យើងមានតែយើងទេដែលអាចគ្រប់គ្រងវាបានរៀនគិតវិជ្ជមានចំពោះស្ថានភាពសុខភាពរបស់ខ្លួននោះអ្នកនឹងមានសុខភាពកាន់តែប្រសើរនិយាយចប់ពីវិថីទី1ដែលអាចធ្វើឲ្យជីវិតយើងឆ្ពោះទៅរកសុភមង្គលហើយយើងចូលមកដល់វិថីទី2ដែលអាចធ្វើឲ្យយើងទទួលបាននូវសេចក្តីសុខនោះគឺភាពឆ្លាតវៃយើងទទួលស្គាល់ថាភាពឆ្លាតវៃពីកំណើតគឺពិតជាមានប្រកបមែនមនុស្សខ្លះកើតមកមានភាពឆ្លាតវៃរៀនអ្វីក៏ឆាប់ចាប់បានរៀនឆាប់ចេះមានភាពរហ័សរហួនជាងគេជាដើមឡើយតែនេះគ្រាន់តែជាលក្ខខណ្ឌអំណោយផលពីធម្មជាតិតែប៉ុណ្ណោះអ្វីដែលសំខាន់គឺការវឹកហាត់រៀនសូត្រដើម្បីសម្រួលចំណេះជំនាញរបស់អ្នក Harry បានលើកឡើងនៅក្នុងសៀវភៅនេះថាបើអ្នកចង់ជោគជ័យអ្វីដែលសំខាន់មិនមែនអ្នកចេះអ្វីនោះទេរឿងដែលសំខាន់គឺអ្នកដឹងថាអ្នកមិនចេះអ្វីយើងអាចកើតមកមិនឆ្លាតប៉ុន្តែយើងត្រូវខិតខំប្រឹងប្រែងរៀនសូត្រក្រេបយកចំណេះជំនាញដើម្បីដុសខាត់សមត្ថភាពខ្លួនឯងនៅក្នុងសម័យនេះអ្នកដែលដឹងព័ត៌មានច្រើនជាងគេគឺជាអ្នកឈ្នះព្រោះព័ត៌មានទាំងនោះមាននៅក្នុងបណ្ដាញអ៊ីនធឺណិតអ្នកអាចរៀនបានគ្រប់យ៉ាងនៅអ្វីដែលអ្នកចង់ចេះចង់ដឹងអ្នកអាចរកនៅអ្វីដែលខ្លួនស្រឡាញ់ពិតប្រាកដហើយចាប់ផ្ដើមស្រាវជ្រាវពីពិភពរបស់អ្នកដើម្បីធ្វើរឿងនេះបានអ្នកត្រូវបណ្ដុះនៅសមត្ថភាពសំខាន់3ទៀតនោះគឺបង្កើនល្បឿនក្នុងការអានបង្កើនសមត្ថភាពក្នុងការគណនានិងបង្កើនសមត្ថភាពក្នុងការចងចាំទី1យើងមកនិយាយអំពីការបង្កើនល្បឿនក្នុងការអានព្រោះការអានគឺជាការប្រើពេលដ៏ច្រើនក្នុងមួយថ្ងៃរឿងមួយដែលត្រូវចំណាយពេល1ម៉ោងធ្វើហើយអ្វីត្រូវចាំបាច់ចំណាយពេលដល់ទៅ1ថ្ងៃអ្នកជំនាញវិភាគហិរញ្ញវត្ថុម្នាក់អាចអានរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន 4-10 ក្នុងពេល1ថ្ងៃបានដោយសារតែគេជាអ្នកជំនាញ
គេធ្វើរឿងដដែលបែបនេះរាប់ឆ្នាំទៅហើយចុះបើឲ្យអ្នកទៅអានវិញប្រហែលជាត្រូវអានមួយខែក៏មិនដឹងថាស្ថានភាពក្រុមហ៊ុនមួយនោះវាយ៉ាងម៉េចដែរមើលទៅHarry យល់ថាការអានគឺជាវិធីដែលទទួលបានព័ត៌មានដ៏សំខាន់មួយនៅក្នុងសម័យនេះអ្នកត្រូវអានឲ្យបានច្រើនបំផុតដើម្បីស្រូបយកព័ត៌មានឲ្យបានច្រើនតាមដែលអាចធ្វើទៅបានហើយអ្វីបានជាយើងបង្កើតកម្មវិធីវិរិយនេះឡើងដើម្បីឲ្យអ្នកទាំងអស់គ្នាមានពេលវេលាទៅធ្វើអ្វីផ្សេងទៀតដែលសំខាន់ជាងនេះយើងសុខចិត្តចំណាយពេលទៅអានដើម្បីស្រូបយកខ្លឹមសារសំខាន់ៗនៅក្នុងសៀវភៅយកមកធ្វើការរាយរាប់ប្រាប់អ្នកទាំងអស់គ្នាពីអ្វីដែលយើងបានរៀនពីសៀវភៅមួយក្បាលឲ្យអ្នកជំនាញទៅធ្វើការងារជំនាញនៅតែជាជម្រើសមួយដ៏ល្អបំផុតបើអ្នកមានពេលអានសៀវភៅទាំងស្រុងអ្នកអាចអានបានលឿនហើយថែមទាំងយល់ពីអត្ថន័យទៀតនោះអបអរសាទរអ្នកមានសមត្ថភាពពិសេសជាងមនុស្សភាគច្រើនហើយព្រោះមនុស្សមួយចំនួនគឺមិនចូលចិត្តអានខ្ជិលអានឬអានយឺតជាងអ្នកឆ្ងាយណាស់ហើយជាមួយគ្នានេះដែរតិចមួយចំនួនក៏អ្នកត្រូវតែរៀនបន្ថែមដែរដើម្បីឲ្យការអានកាន់តែលឿននិងមានប្រសិទ្ធភាពជាងមុនឧទាហរណ៍ដូចជាថាអានតែខ្លឹមសារណាដែលសំខាន់និងការដែលយកមេដៃនិងចង្អុលដៃទៅកាន់នៅចុងផ្នែកខាងលើនៃសន្លឹកសៀវភៅដើម្បីត្រៀមបើកទៅទំព័របន្ទាប់ជាដើមធ្វើបែបនេះវាអាចជួយបង្កើនល្បឿននៃការអានរហូតដល់ទៅ 10% ឯណោះយើងមកមើលសមត្ថភាពទី2គឺសមត្ថភាពក្នុងការគណនាគិតលឿនគឺជាចំណុចមួយដែលមានប្រៀបរបស់អ្នកអាចប្រើប្រាស់វាបានគ្រប់ពេលវេលាជារៀងរាល់ថ្ងៃអ្នកខ្លះគ្រាន់តែគិតលុយកំពេចកំពកក៏ត្រូវការទៅទាញយកម៉ាស៊ីនគិតលេខយកមកប្រើប្រាស់ជំនួសឲ្យខួរក្បាលដែរអ្នកត្រូវឧស្សាហ៍យកខួរក្បាលមកគិតដើម្បីដកខាត់ឲ្យវាកាន់តែឈ្លាសវៃវាអាចធ្វើឲ្យយើងចំណេញពេលវេលាបានច្រើនណាស់សមត្ថភាពទី3គឺសមត្ថភាពក្នុងការចងចាំតើសមត្ថភាពក្នុងការចងចាំរបស់អ្នកយ៉ាងម៉េចដែរលេខទូរស័ព្ទដែលគេហៅតែមួយដងតើអ្នកអាចចាំបានទេទៅហាងកំងម្ហូបអាហារញ៉ាំជាមួយនឹងមិត្តភ័ក្តិតើអ្នកអាចចាំនៅម្ហូបដែលខ្លួនឯងបានកំងដែរទេអ្នកនិពន្ធបានផ្ដាំថាអ្នកត្រូវរៀនវឹកហាត់ខួរក្បាលខ្លួនឯងនៅសមត្ថភាពពិសេសមួយនេះចំពោះអ្នកនិពន្ធគាត់អាចចងចាំរបស់ដល់ទៅ100មុខដែលអ្នកសូត្រឲ្យគាត់ស្ដាប់ព្រោះគាត់បានវឹកហាត់ខួរក្បាលរបស់គាត់ពីសមត្ថភាពនៅក្នុងការចងចាំចុះអ្នកវិញតើអ្នកមានរូបមន្តអ្វីដើម្បីការចងចាំរបស់អ្នកនិងរឿងរ៉ាវដែលអ្នកបានស្ដាប់ឮឬក៏ធ្លាប់បានឃើញនោះវិធីសាស្ត្រក្នុងការចងចាំរបស់អ្នកនិពន្ធគឺមានភាពស្មុគស្មាញណាស់យើងក៏មិនអាចលើកឡើងយកមុខទាំងអស់បានដែរមានតែចំណុចមួយតែប៉ុណ្ណោះដែលយើងត្រូវដឹងគឺមនុស្សចងចាំនៅអ្វីដែលគេយកចិត្តទុកដាក់តែប៉ុណ្ណោះនៅក្នុងការរស់នៅប្រចាំថ្ងៃក៏យើងអាចសង្កេតដឹងបានដែរថាប្រសិនបើមនុស្ស2នាក់ប្រុសនិងស្រីដើរទិញទំនិញនោះអ្វីដែលមនុស្សប្រុសចងចាំគឺហាងលក់ស្បែកជើងគ្រឿងអេឡិចត្រូនិកមាននៅក្នុងហាងណាខ្លះមានប្រេនអ្វីខ្លះតែអ្វីដែលខាងស្រីចាំវិញនោះគឺគ្រឿងសម្អាងមានលក់នៅហាងណាខ្លះហើយហាងលក់ខោអាវនិងកាបូបស្រីមាននៅហាងណាខ្លះជាដើមព្រោះតែគេចាំនៅអ្វីដែលគេយកចិត្តទុកដាក់តែប៉ុណ្ណោះហេតុផលនេះហើយប្រសិនបើអ្នកចង់ចាំនៅអ្វីមួយអ្នកត្រូវយករបស់ទាំងនោះមកផ្សារភ្ជាប់ទៅនឹងអ្វីដែលអ្នកស្រឡាញ់និងយកចិត្តទុកដាក់ចំពោះវាដូច្នេះហើយបើអ្នកចង់មានសុភមង្គលអ្នកត្រូវធ្វើខ្លួនជាមនុស្សឆ្លាតហើយដើម្បីធ្វើជាមនុស្សឆ្លាតអ្នកត្រូវអានឲ្យបានលឿនជាងមុនគិតឲ្យបានលឿនជាងមុននិងចាំឲ្យបានច្រើនជាងមុនយើងចូលមកដល់ចំណុចសំខាន់ចុងក្រោយធ្វើខ្លួនឲ្យខ្លាចជាមនុស្សមានបានទើបមានសុភមង្គលចំណុចនេះមិនបាច់និយាយអ្វីច្រើនទេមានលុយគឺមានសុភមង្គលយើងចូលមកដល់ចំណុចសំខាន់តែម្ដងទៅធ្វើយ៉ាងម៉េចឲ្យមានលុយអ្វីដែលយើងគួរចាប់អារម្មណ៍នៅត្រង់ចំណុចនេះគឺអ្នកនិពន្ធបានលើកឡើងផ្ទុយគ្នាទាំងស្រុងពីសៀវភៅហិរញ្ញវត្ថុដែលយើងបានលើកឡើងមកសង្ខេបមុនដែលគេបានលើកទឹកចិត្តឲ្យយើងបង្កើននៅប្រាក់ចំណូលកុំគិតតែពីសន្សំពេកប៉ុន្តែអ្នកនិពន្ធសៀវភៅនេះបានលើកឡើងថាជំហានទី1គឺយើងត្រូវចេះសន្សំនៅក្នុងការរស់នៅសប្តាហ៍ថ្ងៃអ្នកត្រូវចេះសង្កត់ចិត្តមិនត្រូវចាយវាយផ្ដេសផ្ដាស់ពេកទេព្រោះអ្នកលក់ទាំងនោះបានចំណាយពេលវេលាច្រើនណាស់ដើម្បីរកវិធីធ្វើយ៉ាងណាឲ្យលុយចេញពីហោប៉ៅរបស់អ្នកឲ្យបានដូច្នេះបើអ្នកមិនចេះរក្សាលុយអ្នកឲ្យបានគង់វង្សទេរកច្រើនប៉ុណ្ណាក៏វាឥតប្រយោជន៍ដែរអ្នកនិពន្ធគាត់បានជួបនឹងនារីម្នាក់ដែលគាត់រស់នៅស្ទើរតែមិនចំណាយលុយរបស់គាត់ទេគាត់ប្រើតែគូប៉ុងដែលគាត់ប្រមូលបានពីម្ចាស់ហាងដើម្បីប្តូរយករបស់ប្រើប្រាស់និងចំណីអាហាររបស់ហូបចុកផ្សេងៗដោយដែល Benjamin Franklin បាននិយាយថាសន្សំលុយគឺចំណេញលុយនៅពេលដែលលុយច្រើនយើងមិនបានឃើញពីសារៈសំខាន់របស់វាទេប៉ុន្តែនៅពេលដែលលុយរបស់អ្នកតិចអ្នកនឹងឃើញពីភាពសំខាន់និងភាពកម្ររបស់វាលុយនៅតែជាលុយអ្វីដែលប្រែប្រួលគឺការយល់ឃើញរបស់យើងចំពោះលុយដូច្នេះទោះក្នុងកលៈទេសៈណាក៏ដោយអ្នកនិពន្ធចង់ពញ្ញាស្មារតីយើងថាត្រូវសន្សំលុយជាប់ជានិច្ចកុំឲ្យវាងាយចាក់ចេញពីយើងឲ្យសោះនិយាយចប់ពីការសន្សំលុយយើងមកនិយាយពីការរកលុយវិញម្ដងយើងតែងតែធ្វើការដើម្បីប្តូរយកលុយមិនថាធ្វើការងារឲ្យគេឬក៏ធ្វើការងារឲ្យខ្លួនឯងនោះទេ
ដើម្បីចង់បានលុយច្រើនជាងនេះអ្នកត្រូវបន្ថែមម៉ោងធ្វើការឲ្យបានច្រើនជាងនេះឯអ្នកខ្លះទៀតគាត់ចេះវិនិយោគគាត់យកលុយបង្កើតលុយតាមវិធីរបស់គាត់នៅទីនេះយើងមិនធ្វើការបកស្រាយច្រើនទេពីរបៀបក្នុងការសន្សំឬក៏វិនិយោគព្រោះនេះគឺជាសៀវភៅចិត្តវិទ្យាដែលបង្រៀនឲ្យអ្នកក្លាយទៅជាមនុស្សដែលមានសុភមង្គលមិនមែនជាសៀវភៅហិរញ្ញវត្ថុដែលបង្រៀនឲ្យអ្នកក្លាយទៅជាអ្នកមាននោះទេអ្នកទាំងអស់គ្នាអាចស្វែងរកសៀវភៅហិរញ្ញវត្ថុជាច្រើនផ្សេងទៀតដែលយើងបានធ្វើការសង្ខេបរួចមកហើយនៅក្នុងវីរីបដែលមានដូចជាវិថីឆ្ពោះទៅរកសេរីភាពហិរញ្ញវត្ថុឪពុកអ្នកមានបង្រៀនកូនអ្នកក្រក៏ដូចជាអ្នកមានជាងគេនៅ Babylon ជាដើមខាងលើនេះគឺជាខ្លឹមសារសំខាន់ដែលមាននៅក្នុងសៀវភៅ Positivity កម្លាំងវិជ្ជមានដែលខ្ញុំបានធ្វើការសង្ខេបជូនអ្នកទាំងអស់គ្នាយើងមកធ្វើការរំលឹកនៅខ្លឹមសារសំខាន់ឡើងវិញដំបូងយើងនិយាយដល់ប្រភពនៃសុភមង្គលយើងអាចទទួលបាននូវសេចក្តីសុខដោយសារតែចិត្តខាងក្នុងរបស់យើងត្រូវតែមានជំនឿលើខ្លួនឯងថាមានសុភមង្គលតែងតែផ្ដល់នូវកម្លាំងវិជ្ជមានដល់ខ្លួនឯងវាគឺជាកម្លាំងពិសេសម្យ៉ាងដែលធ្វើឲ្យយើងទទួលបានអ្វីដែលយើងបានគិតបើយើងគិតទៅផ្លូវអាក្រក់វានឹងមានរឿងអាក្រក់កើតឡើងប៉ុន្តែបើយើងគិតទៅផ្លូវល្អវានឹងមានរឿងល្អៗកើតឡើងបន្តមកទៀតយើងបានរៀបរាប់ពីវិធី3យ៉ាងឆ្ពោះទៅរកសុភមង្គលទី1គឺសុខភាពល្អទី2គឺភាពឆ្លាតវៃនិងទី3គឺភាពមានបានខាងលើនេះគឺជាខ្លឹមសារសង្ខេបដែលយើងបានដកស្រង់ចេញពីសៀវភៅ Positivity How to be happier, healthier, smarter and more prosperous ដែលនិពន្ធដោយ Harry Alderson សូមអរគុណចំពោះការតាមដានស្ដាប់របស់អ្នកទាំងអស់គ្នាសូមអបអរសាទរអ្នកបានស្ដាប់ចប់សៀវភៅមួយក្បាលទៀតហើយនៅក្នុងថ្ងៃនេះជួបគ្នានៅសប្តាហ៍ក្រោយជាមួយសៀវភៅថ្មីមួយក្បាលផ្សេងទៀតនៅថ្ងៃនេះពីនាងខ្ញុំ Clara សូមអរគុណសូមជម្រាប